ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាឥឡូវនេះយើងធ្វើដំណើរមកដល់ចាភូមិគោកទៀងឃុំទឹកជោស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យចាយើងចូលមកក្នុងវត្តចានឹងឃើញមានប្រាសាទបុរាណដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងមួយដែលឈរត្រដឹងនៅចិត្តនឹងចាវិហារវត្តតែម្ដងចាប្រាសាទនោះគឺមានឈ្មោះថាប្រាសាទចាលើចាដែលស្ថិតនៅក្នុងវត្តចាតែម្ដងបងប្អូនចាហើយប្រាសាទគឺមានចាប្រាង្គតែមួយទេបងប្អូនចានេះគឺប្រាសាទគឺសាងសង់អំពីថ្មភក់ចាដែលមានពណ៌ផ្កាឈូកបងប្អូនចាគឺស្រស់ស្អាតមែនទែនចំពោះជុំវិញនៃប្រាសាទគឺមិនឃើញមានចម្លាក់អ្វីទេចាតែមាននៅតែលើចាផ្តែរនៃប្រាសាទគឺជាចម្លាក់ព្រះគ្រឹស្ណៈទ្រភ្នំគូវឌ្ឍនៈដើម្បីការពារអាយុជីវិតមនុស្សសត្វពីការបង្អុរភ្លៀងរបស់ព្រះឥន្ទចាប្រាសាទនេះដែរគឺកសាងឡើងនៅដើមសតវត្សទី11ដល់ពាក់កណ្ដាលសតវត្សទី11ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី1និងព្រះបាទឧស្សាហ៍ទិត្យវរ្ម័នទី2ប្រាសាទនេះដែរគឺសាងសង់ឡើងដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនាចាសាងសង់ក្នុងរចនាបថឃ្លាំងនិងរចនាបថបាពួនប្រាសាទនេះក៏រងការខូចខាតអស់ច្រើនដែរបងប្អូនចាគឺនៅជុំវិញមានការបាក់បែកនិងនៅខាងក្នុងប្រាង្គគឺមានការជីកកោះកកាយចារោគវត្ថុបុរាណវត្ថុមានតម្លៃចាចំណែកនៅលើផ្តែរសសរនិងដំបូលប្រាសាទក៏មានរងនឹងការបាក់បែកខូចខាតដែរបងប្អូនចាប្រាសាទចាលើនេះដែរគឺមិនសូវមានបងប្អូនណាស្គាល់បានអញ្ជើញមកទស្សនាទេចាគឺមានតែបងប្អូនដែលគាត់រស់នៅម្ដុំនឹងទេចាប្រសិនបើពុកម៉ែមានបំណងចង់មកទស្សនាប្រាសាទចាលើនេះបងប្អូនចាឆ្ពោះមកកាន់ខេត្តបន្ទាយមានជ័យចាមកស្រុកព្រះនេត្រព្រះនៅឃុំទឹកជោចាគឺនៅពាក់កណ្ដាលស្រុកព្រះនេត្រព្រះនិងស្រុកក្រឡាញ់ចាមានផ្លូវលំដីក្រហមនៅខាងស្ដាំដៃរាប់នឹងវិទ្យាល័យទឹកជោបងប្អូនឆ្ពោះចូលមកខាងក្នុងមកចាសាកសួរព័ត៌មានបន្ថែមពីអ្នកភូមិដែលនៅម្ដុំនោះចាគាត់នឹងប្រាប់ពីទីតាំងនៃប្រាសាទចានេះឲ្យបងប្អូនចាឬក៏បងប្អូនអាចសួររកវត្តចាបងប្អូននឹងមកដល់ប្រាសាទនេះហើយព្រោះថាប្រាសាទគឺនៅក្នុងវត្តចានឹងតែម្ដងពុកម៉ែបងប្អូនចាកុំភ្លេចអញ្ជើញមកទស្សនាចាទាំងអស់គ្នាដើម្បីជាការលើកស្ទួយដល់ស្នាដៃរបស់បុព្វបុរសខ្មែរយើងវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា